បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះជាទស្សនវិជ្ជានៅពេលថ្ងៃនៅវត្តពេជ្ររតន៍ស្ថិតនៅភូមិពេជ្ររតន៍ឃុំចាមស្រុកកំពង់ត្បែកខេត្តព្រៃវែងបងប្អូនអញ្ចឹងបងប្អូនចង់មកលេងបាទសង្ក្រាន្តចូលឆ្នាំថ្មីយើងបាទអញ្ជើញចូលរួមបានទាំងអស់គ្នាបងប្អូនហើយសូមបញ្ជាក់បងប្អូនផងដែរបាទវត្តពេជ្ររតន៍នេះបាទនៅបន្តលេងរហូតដល់ថ្ងៃទី20ណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកលេងរហូតដល់ថ្ងៃទី20ព្រោះវត្តពេជ្ររតន៍នឹងឆ្លងថ្ងៃទី20បងប្អូនអញ្ចឹងប្រាប់ជាដំណឹងបើសិនជាបងប្អូនអ្នកដែលចង់មកលេងអាចមកលេងបានព្រោះនៅនេះបាទមានបងប្អូនយើងមកលេងបាទច្រើនណាស់បងប្អូនអើយមើលដូចរូបភាពជាក់ស្ដែងបងប្អូនគឺពេលថ្ងៃមករួមលេងសប្បាយមានឡានបាញ់ទឹកបាញ់អីបងប្អូនហើយបើពេលយប់ចាំបងប្អូនមើលនៅចុងវីដេអូបាទមានវីដេអូពេលយប់គឺមានបងប្អូនយើងមកលេងសប្បាយច្រើនណាស់បងប្អូនអញ្ចឹងបងប្អូនទំនេរចង់សប្បាយបាទព្រោះខែចូលឆ្នាំហើយបាទហើយក៏វត្តពេជ្ររតន៍យើងក៏ធ្វើយូរថ្ងៃដែរបាទតរថ្ងៃទី20បងប្អូនបានឆ្លងបងប្អូនអញ្ចឹងបងប្អូនអាចមកចូលរួមលេងកំសាន្តសប្បាយទាំងអស់គ្នាបានណាបងប្អូនបាទហើយសប្បាយមិនសប្បាយតែខ្ញុំទេបងប្អូនអើយយកមកយកទៅប្រពន្ធបាទនេះកូនសប្បាយបងប្អូនមករួមលេងបាទអេដមីននេះបាទទោះកូនតាមប៉ុណ្ណាសុខចិត្តពើកូនមកណាបងប្អូនពើកូនមកលេងសប្បាយសង្ក្រាន្តបាទនេះបាទរួមសប្បាយជុំគ្នាបងប្អូនសប្បាយមែនតើបងប្អូនយើងច្រើនមែនតើបាទចូលរួមគឺអត់មានពាក្យនិយាយក្រៅពីថាសប្បាយបងប្អូនព្រោះបងប្អូនមើលបាទរូបភាពចាក់ស្ដែងណាបងប្អូនសប្បាយណាស់បងប្អូនអញ្ចឹងបើបងប្អូនយើងមានបំណងបាទចង់មកលេងនៅវត្តពេជ្ររតន៍បានអាចអញ្ជើញមកបានណាបងប្អូនណាបាទមកពេលថ្ងៃក៏បានបាទគឺចាប់លេងតាំងពីម៉ោង2រហូតទៅបាទដល់ម៉ោង5ល្ងាចយើងសម្រាប់ចាប់ផ្ដើមពីម៉ោង7ល្ងាចតទៅយប់បាទតយប់ជ្រៅបាទហើយពេលយប់ក៏មានការលេងល្បែងប្រជាប្រិយបាទដូចជាបង្ហោះគោមបងប្អូនបាទបង្ហោះគោមបាទហើយមានដុតកាំជ្រួចបាទច្រើនមែនតើបងប្អូននេះសកម្មភាពរួមបាទពេលថ្ងៃបងប្អូនសប្បាយបងប្អូនហ្នឹងបាទម្នាក់គ្មានក្តៅទេបងប្អូនក្តៅយ៉ាងម៉េចបាទឡានបាញ់ទឹកបាញ់ឲ្យរហូតត្រជាក់រហូតអញ្ចឹងម្នាក់រួមចង់ដាច់ចកេះបងប្អូនបាទសប្បាយបងប្អូនហើយដែលបងប្អូនដែលបានឃើញវីដេអូនេះបាទបងប្អូនណាខ្លះដែលបានមកលេងបាទកំសាន្តនៅវត្តពេជ្ររតន៍នេះបាទសូមចូលខមមិនម្នាក់មួយមកបងប្អូនបាទហើយនេះបងប្អូនសកម្មភាពបាទពេលយប់បងប្អូនបាទពេលយប់បាទមើលទៅបាទគឺដើរឆ្មៀតគ្នាបងប្អូនព្រោះនេះមកច្រើន